ឡូសួស្តីទៅកាន់អ្នកនរគ្នាខ្ញុំប្រុសស្មោះកម្មជាថ្ងៃនេះខ្ញុំមកតសាច់រឿងកាផាទៀតហើយតោះចាប់ផ្ដើមសាច់រឿងបន្តហើយទៅកុំឲ្យខ្ញុំរៀបរាប់ច្រើនពេកនៅតែប៉ែឡាយចាប់ផ្ដើមនៅសាច់រឿងបន្ទាប់ហ្នឹងយើងបានឃើញទៅកាន់អបេជីសុកវាបានសរសើរទៅកាន់ស៊ីនជុនថាហើយពិតជាលះមែនតើដែលអាចកម្ចាត់ទៅកាន់កូនចៅអញបានយ៉ាងលឿនហើយវាបន្តនិយាយទៅកាន់ស៊ីនជុនទៀតថាគោលដៅបន្ទាប់របស់ឯងគឺជាអញឲ្យឆាប់ចូលមកបន្ទាប់មកទៀតស៊ីនជុនក៏បានវាប្រហារទៅកាន់អបេជីសុកប៉ុន្តែអបេជីសុកវាមិនបានខ្លាយទៅកាន់ស៊ីនជុននោះទេវាបែរជាសើចំអកទៅកាន់ស៊ីនជុនទៅវិញស៊ីនជុនក៏ខំវាប្រហារទៅកាន់អបេជីសុកយ៉ាងណាក៏ដោយប៉ុន្តែជីសុកគាត់គិតយ៉ាងងាយស្រួលតែម្ដងដូចជាពេលនេះអញ្ចឹងអបេជីសុកវាដូចជាលេងសើចជាមួយនឹងស៊ីនជុនខ្លាំងណាស់មិនទាន់បានប្រមាណផងអបេស៊ីនជុនវាពិតជាហត់រហូសជាខ្លាំងចំណែកអបេជីសុកវាបាននិយាយសើចចំអកទៅកាន់ស៊ីនជុនបន្តដែលធ្វើឲ្យស៊ីនជុនគាត់ពិតជាក្តៅស្លឹកឈាជាខ្លាំងដងនេះគាត់បានគិតក្នុងចិត្តថាគាត់នឹងសាក់លបងក្បាច់ថ្មីដើម្បីវាប្រហារទៅកាន់អបេជីសុកប៉ុន្តែការគិតមិនដូចជាការប្រពន្ធនោះទេគាត់បែរជាត្រូវអបេជីសុកសើចចំអកជាខ្លាំងចំពោះការធ្វើបែបនេះទៅកាន់គាត់បន្ទាប់មកអបេជីសុកបានចាប់ក្លេកទៅកាន់ស៊ីនជុនប៉ុន្តែស៊ីនជុនក៏មិនបានចុះចាញ់ឲ្យគេគាត់ក៏បានប្រើកម្លាំងទាំងអស់របស់គាត់រុញច្រានទៅកាន់អបេជីសុកខ្ទប់នឹងថ្មតែម្ដងប៉ុន្តែការធ្វើបែបនេះធ្វើអបេជីសុកសប្បាយជាខ្លាំងដែលគាត់បានសើចចំអកទៅលើអបេស៊ីនជុនបន្ថែមទៀតហើយវាបានចាប់ក្លេសទៅកាន់ស៊ីនជុនយ៉ាងជាប់ហើយវាបានបន្តនិយាយថាឲ្យពិតជាអន់ខ្លាំងណាស់អាប៉យបន្ទាប់មកយើងបានឃើញទៅកាន់កញ្ញាហាជីនគាត់បានរត់ចូលនៅក្នុងថ្នាក់របស់ស៊ីនជុនហើយនាងបានស្រែកទៅកាន់ជីសុកថាឆាប់ដោះលែងទៅកាន់ស៊ីនជុនរបស់នាងភ្លាមប៉ុន្តែអបេជីសុកវាមិនបានស្ដាប់ទៅកាន់កញ្ញាហាជីននិយាយនោះទេវានៅតែអោបបន្ថែមទៀតធ្វើឲ្យកញ្ញាហាជីនខឹងជាខ្លាំងក៏បានទាត់វាមួយជើងចំកណ្ដាលមុខតែម្ដងតបមកកញ្ញាហាជីនគាត់បាននិយាយទៅកាន់ស៊ីនជុនថាតើលោកមិនអីទេឬអបេជីសុកគាត់បាននិយាយថាតើនាងឈួតមែនទេហើយអបេជីសុកនឹងវារកទៅវាទៅកាន់កញ្ញាហាជីនប៉ុន្តែអបេជុនសុងវាបានប្រាប់ទៅកាន់អបេជីសុកថាកញ្ញាហាជីនគឺជាមិត្តរួមថ្នាក់របស់វាហើយនាងចេះក្បាច់គុណច្រើនណាស់ប៉ុន្តែអបេជីសុកវាមិនបានខ្លាចរអើទៅកាន់កញ្ញាហាជីននោះទេវាក៏បានយកដៃដល់ចង្រៃរបស់វាទៅកាន់សក់របស់កញ្ញាហាជីនតមកវាបាននិយាយទៅកាន់កញ្ញាហាជីនថាវានឹងផ្ដល់ខ្លាំងខ្លាំងទៅកាន់កញ្ញាហាជីនអបេស៊ីនជុនវាបានប្រាប់ទៅកាន់កញ្ញាហាជីនឲ្យរត់ចេញពីកន្លែងនេះទៅទុកឲ្យវានៅកន្លែងហ្នឹងក៏មិនអីដែរប៉ុន្តែការប្រាប់របស់ស៊ីនជុនដូចជាប្រាប់ទៅកាន់ខ្យល់អញ្ចឹងបន្ទាប់មកអបេជីសុកវាបាននិយាយថាខ្ញុំនឹងផ្ដល់ថ្នាំខ្លាំងទៅកាន់នាងហាជីនបន្ទាប់មកអបេជីសុកបានប្រើហុកខាងស្ដាំរបស់វាទៅកាន់កញ្ញាហាជីនប៉ុន្តែកញ្ញាហាជីនបានគិតយ៉ាងងាយស្រួលតែម្ដងបន្ទាប់មកកញ្ញាហាជីនបានចាប់ក្លេបោកទៅកាន់អបេហាជីនខ្ទប់នឹងថ្មតែម្ដងអបេជីសុកវាពិតជាចុកជាខ្លាំងដោយសារតែវាមិនអាចរងនឹងការវាយប្រហាររបស់កញ្ញាហាជីនបាននោះទេហើយកញ្ញាហាជីនក៏បានកាច់ទៅកាន់ដៃខាងស្ដាំរបស់វាហើយវាស្រែកដូចជាឆ្កែអញ្ចឹងនៅពេលនេះវាបានស្រែកទៅកាន់អា3ក្បាលដែលអត់ប្រយោជន៍នោះឲ្យមកជួយវាផងវាក៏ចង់ប្រើក្បាច់ថោកទៀតយកដៃរបស់វារុកទៅកាន់ភ្នែករបស់កញ្ញាហាជីនប៉ុន្តែវារុកមិនដល់នោះទេអេជីសុកវាពិតជាឈឺជាខ្លាំងហើយវាក៏បានស្រែកទៅកាន់កញ្ញាហាជីនឲ្យដោះលែងទៅកាន់វាប៉ុន្តែកញ្ញាហាជីនគាត់មិនបានស្លាប់នោះទេគាត់បានកាច់ទៅកាន់ដៃអាប៉ែនឹងបន្ថែមទៀតដែលធ្វើឲ្យវាស្រែកឈឺជាខ្លាំងដូចជាឆ្កែកំពុងត្រូវគេវាយ3ដបងអញ្ចឹងហើយហាជីននឹងក៏សម្រេចចិត្តដោះលែងទៅកាន់អបេជីសុកហើយកញ្ញាហាជីនរបស់យើងគាត់បានរត់ទៅអោបទៅកាន់អបេស៊ីនជុនហើយនាងបាននិយាយថាតើលោកមិនអីទេឬហើយស៊ីនជុនគាត់ក៏បានតបទៅកាន់នាងថាគាត់មិនអីនោះទេជុនសុកវាបានសួរទៅកាន់លោកបងវាថាតើលោកមិនអីទេហើយជីសុកវាតបទៅកាន់អាសក់ក្រហមវិញថាខ្ញុំមិនអីទេអបេជីសុកវាបាននិយាយបន្តទៀតថាខ្ញុំនឹងធ្វើបាបទៅកាន់ឆ្កែញីពីក្បាលនោះឆ្កែញីនោះគឺគេចង់សម្ដៅទៅកាន់កញ្ញាហាជីននឹងឯងបើអ្នកនរគ្នាមិនដឹងខ្ញុំប្រាប់ទៅឲ្យហើយកាត់ចូលដល់កន្លែងចេញពីសាលាកញ្ញាហាជីនក៏បានសួរទៅកាន់ស៊ីនជុនថាតើលោកមិនអីទេឬស៊ីនជុនគាត់ក៏បានតបទៅកាន់កញ្ញាហាជីនវិញថាខ្ញុំមិនអីទេគ្រាន់តែវាឈឺបន្តិចបន្តួចហើយនាងក៏បានហក់អោបទៅកាន់ករបស់ស៊ីនជុនហើយនាងក៏បបួលទៅកាន់ស៊ីនជុនឲ្យហាត់ប្រាណជាមួយនឹងនាងប៉ុន្តែអបេស៊ីនជុនវាមិនបានចង់ហាត់ជាមួយនឹងនាងនោះទេបន្ទាប់មកអបេស៊ីនជុននឹងវាបានដើរទៅកាន់ផ្ទះរបស់វាបាត់ទៅទុកសននឹងកញ្ញាហាជីនអង្គុយឌៀមម្ដាមវាពីក្រោយខ្នងថាជ្រូកសំអុយទៅដល់គេហដ្ឋានភ្លាមកញ្ញាហាជីនក៏បានឆាតសួរទៅកាន់ស៊ីនជុនថាតើលោកទៅដល់កន្លែងហាត់ប្រាណឬនៅហ្នឹងប៉ុន្តែអបេស៊ីនជុនដូចជាមិនខ្វល់នឹងសាររបស់កញ្ញាហាជីននោះទេដោយសារតែវាអៀនទៅកាន់កញ្ញាហាជីនពេកបន្ទាប់មកអ្នកនរគ្នាមិនបាច់មើលក៏ដឹងថាវាដេកបាត់ហើយកាត់ចូលមកដល់ពេលព្រឹកលោកប៉ារបស់ស៊ីនជុនបានហៅទៅកាន់ស៊ីនជុនហើយវាបានសួរទៅកាន់លោកប៉ាវាថាតើមានអ្វីមែនទេបានជាស្រែកហៅទៅវាខ្លាំងម្ល៉េះលោកប៉ារបស់វាបានតបថាហេតុអ្វីក៏ឯងមិនលើកទូរស័ព្ទរបស់ហាជីនតើឯងមិនដឹងទេឬថាកញ្ញាហាជីនគាត់បានដេកនៅមន្ទីរពេទ្យមួយយប់ហើយចូលមកដល់ក្នុងមន្ទីរពេទ្យវិញម្ដងហើយយើងបានឃើញទៅកាន់ឪពុកម្ដាយរបស់កញ្ញាហាជីនសោកសៅជាខ្លាំងហើយពួកគេទាំងពីរនាក់ក៏បានសួររកទៅកាន់ស៊ីនជុនបន្ទាប់មកយើងបានឃើញអបេស៊ីនជុនរត់រឹងធីធូមកដល់មន្ទីរពេទ្យហើយម៉ាក់របស់កញ្ញាហាជីនបានសួរទៅកាន់ស៊ីនជុនថាមានហេតុការណ៍អ្វីកើតឡើងចំពោះកូនស្រីរបស់គាត់ហើយស៊ីនជុនបានសួរទៅកាន់ម៉ាក់របស់កញ្ញាហាជីនវិញថាតើនាងកើតអ្វីហើយគេក៏បានសួរបន្តទៀតថាតើនាងមិនអីទេឬតបមកស៊ីនជុនគាត់បានសួរទៅកាន់ម៉ាក់របស់ហាជីនថាតើនាងស្ថិតនៅកន្លែងណាគាត់មិនបានទៅមើលទៅកាន់កញ្ញាហាជីនផងស្រាប់ពេលនោះលោកប៉ូលីសបានសួរទៅកាន់គាត់ថាតើលោកជាមិត្តភក្តិរបស់កញ្ញាហាជីនមែនទេលោកប៉ូលីសក៏បានប្រាប់ហេតុការណ៍ទាំងនោះទៅកាន់ស៊ីនជុន
ហើយស៊ីនជុនគាត់ពិតជាស្លុតចិត្តជាខ្លាំងចំពោះហេតុការណ៍មួយនេះហើយលោកប៉ូលីសបានសួរទៅកាន់ស៊ីនជុនថាតើលោកមានដឹងហេតុការណ៍អ្វីនៅថ្ងៃដែលកញ្ញាហាជីនរងគ្រោះដែរឬទេស៊ីនជុនគាត់បានរៀបរាប់ដំណើរដើមទងពីរាប់ទៅកាន់លោកប៉ូលីសទាំងអស់តែម្ដងហើយលោកប៉ូលីសបានប្រាប់ទៅកាន់ស៊ីនជុនបន្តទៀតថាបានរកឃើញនាងផ្លូវតូចនៅក្បែរវិទ្យាល័យដោយនាងដូចជាត្រូវគេវាយនឹងកម្រាប់ដៃជាច្រើនហើយដូចជាត្រូវគេកាច់បំបាក់ជើងខាងស្ដាំរបស់នាងហើយស៊ីនជុនគាត់ក៏បាននឹកឃើញគាត់ក៏បានប្រាប់ទៅកាន់លោកប៉ូលីសថាខ្ញុំនឹកឃើញហើយលោកអ្នកនឹងគឺឈ្មោះជីសុកដែលគាត់រៀននៅក្នុងសាលាជាមួយនឹងពួកខ្ញុំមិនទាន់បានប៉ុន្មានផងយើងបានឃើញសញ្ញាប្រកាសសន្នអ្នកទាំងអស់គ្នាអាចចូលទៅមើលទៅកាន់អ្នកជំងឺបានហើយឪពុកម្ដាយរបស់កញ្ញាហាជីនបានសួរទៅកាន់លោកគ្រូពេទ្យថាតើហាជីនគាត់មិនអីទេឬគ្រូពេទ្យក៏បានតបទៅកាន់គាត់វិញថានាងសុខសប្បាយទេអបិស៊ីនជុនវាពិតជាសប្បាយចិត្តឡើងយំតែម្ដងយើងកាត់ចូលដល់កន្លែងសួរសុខទុក្ខទៅកាន់កញ្ញាហាជីនវិញម្ដងហើយយើងបានឃើញទៅកាន់អ្នកទាំងអស់គ្នាមើលទៅកាន់កញ្ញាហាជីនដោយស្លុតចិត្តគាត់ពិតជាស្លុតចិត្តជាខ្លាំងចំពោះរឿងមួយនេះដែលគាត់មិនអាចទទួលយកបាននោះទេហើយគាត់ក៏បានស្ដីបន្ទោសទៅកាន់ខ្លួនឯងថាមកពីគាត់អន់បានជារឿងទៅជាបែបនេះហើយខ្ញុំសូមបញ្ចប់សាច់រឿងត្រឹមនេះហើយអ្នកទាំងអស់គ្នាហើយខ្ញុំពិតជាសូមទោសទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលខ្ញុំធ្វើរឿងបានខ្លីដោយសារតែ